សួស្តីកូនទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី67វត្ថុប្រើប្រាស់នៅក្នុងផ្ទះអំណាចអញ្ចឹងកូនពិនិត្យមើលរូបភាពនេះគឺជារូបភាពនៅក្នុងផ្ទះដែលជារបស់របរប្រើប្រាស់នៅក្នុងផ្ទះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅមេរៀនថ្មីពីលោកគ្រូតោះអញ្ចឹងកូនទាំងអស់គ្នាមកធ្វើការអានអត្ថបទអំណាចរបស់យើងជាមួយលោកគ្រូចាប់ផ្ដើមផ្ទះរបស់ខ្ញុំសង់អំពីឈើប្រក់ក្បឿងមានពីរខ្នងនិងមានវត្ថុប្រើប្រាស់ជាច្រើននៅក្នុងផ្ទះនេះមានបន្ទប់ទទួលភ្ញៀវបន្ទប់ដេកនិងបន្ទប់ទទួលទានអាហារបន្ទប់ទទួលភ្ញៀវមានក្តារងឿធំមួយធ្វើអំពីឈើនាងនូនរលោងព្រិលមានតុមួយកៅអីពីរនិងទូរទស្សន៍មួយរីឯបន្ទប់ទទួលទានអាហារមានតុមូលធំមួយនិងកៅអី5នៅក្បែរនោះមានទូដាក់ចានរៀបយ៉ាងស្អាតនិងមានរបៀបក្នុងបន្ទប់ដេកមានគ្រែនិងទូដាក់សម្លៀកបំពាក់វត្ថុប្រើប្រាស់នៅក្នុងផ្ទះរបស់ខ្ញុំមិនទំនើបទាន់សម័យមែនប៉ុន្តែខ្ញុំសម្អាតវាជាប្រចាំខ្ញុំស្រឡាញ់ផ្ទះខ្ញុំណាស់ព្រោះវាបានមកពីកម្លាំងញើសឈាមរបស់ឪពុកម្ដាយខ្ញុំហើយខ្ញុំរស់នៅក្នុងផ្ទះនេះរាល់ថ្ងៃបាទបន្ទាប់ពីកូនបានអានអត្ថបទអំណាចជាមួយលោកគ្រូមកកូនត្រូវអានដោយខ្លួនឯងឲ្យបានច្រើនដងច្រើនសារដើម្បីទទួលបាននៅការចេះស្ទាត់ជំនាញក្នុងការអានហើយកូនកុំភ្លេចចុច like ចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីពីលោកគ្រូ